បាទសួស្តីអ្នកនរគ្នាស្វាគមន៍អ្នកនរគ្នាមកកាន់វីដេអូទីរឿងភាគបន្តបាទគឺជាភាគទី21បាទបន្ទាប់ពីកម្មវិធីចប់គឺលោកវិទ្យគាត់ខឹងខ្លាំងមែនតើអញ្ចឹងកញ្ញាជីក៏គាត់បានមកសុំទោសលោកវិទ្យដល់ផ្ទះអញ្ចឹងណាបងប្អូនចង់ត្រូវគ្នាវិញអញ្ចឹងណាតែលោកវិទ្យគាត់អាចត្រូវវិញបានទេព្រោះដោយសាររឿងវាដល់ដំណាក់កាលហ្នឹងអញ្ចឹងណាបងប្អូនបាទតែមុននឹងមកហ្នឹងគឺលោកយាយមេផ្ទះគឺ ចិត្ត100%តែម្ដងអត់ស្គាល់មុខឯព្រោះដោយសារប្រាក់ខែ600អញ្ចឹងណាបងប្អូនបាទអញ្ចឹងក៏គាត់ចាត់ការមកអស់ដៃម្ដងដាក់សញ្ញាដៃកណ្ដាលទៀតអញ្ចឹងធ្វើឲ្យកញ្ញាជីរបស់យើងគឺខឹងខ្លាំងមែនទែនគឺពិបាករស់នៅអញ្ចឹងក៏គាត់ទៅវិញអញ្ចឹងណាបងប្អូនបាទតែមុនទៅវិញគឺនិយាយនឹងបន្តខ្លាំងមែនទែនបន្ទាប់មកគឺទូឯករបស់យើងក៏បាន live វីដេអូលក់ស្នេហ៍លក់អីអញ្ចឹងណាបងប្អូនហើយកញ្ញាជីក៏កំពុងគិតរកវិធីដើម្បីធ្វើបាបតួឯកយើងខ្លាំងមែនទែនបាទហើយគាត់ក៏បានតាក់ទងទៅឲ្យទិញស្នេហ៍ទិញអីចឹងណាបងប្អូនបាទហើយគឺមានគម្រោងចង់ធ្វើបាបតួឯករបស់យើងចឹងណាបងប្អូនហើយបន្ទាប់មកតួឯករបស់យើងក៏បានតាក់ទងទៅគាត់ចឹងណាបងប្អូនបាទហើយកញ្ញាជីនោះក៏បន្លំធ្វើជាអ្នកផ្សេងចឹងណាបងប្អូនចង់ទិញផលិតផលហើយចង់ឲ្យយកផលិតផលទៅផ្ទាល់ទៀតព្រោះថាគាត់មានគម្រោងចាត់តួឯករបស់យើងហើយបន្ទាប់មកក៏គាត់ចាប់ផ្ដើមនិយាយចលឡើងចឹងណាបងប្អូនណាដើម្បីចង់ឲ្យតួឯករបស់យើងយកអីវ៉ាន់ទៅផ្ទាល់ធ្វើជា fan ធ្វើអីចឹងណាបងប្អូនបាទហើយបន្ទាប់មកក៏គាត់ហ្នឹងចាប់ផ្ដើមទៅប្រូឆាយយើងបាទទៅប្រូឆាយយើងដើម្បីរៀបគម្រោងចឹងណាបងប្អូនបាទរៀបគម្រោងដើម្បីធ្វើបាបតួឯករបស់យើងចឹងណាបងបន្ទាប់មកតួឯករបស់យើងក៏បានរៀបចំអីវ៉ាន់យកឲ្យភ្ញៀវចឹងណាបងប្អូនបាទហើយមុននឹងយកអីវ៉ាន់ទៅក៏បាននិយាយគ្នាលាអីចឹងណាបងប្អូនហើយដល់ពេលមកដល់គឺមិនមែនជាកន្លែងតែទទួលអីវ៉ាន់ទេគឺគេក៏ហក់បាត់ទៅហើយអញ្ចឹងតួឯករបស់យើងក៏បានតាក់ទងទៅអ្នកទិញបន្ទាប់ទៀតណាបងប្អូនហើយអ្នកទិញក៏បានបំផែសាច់រឿងឲ្យមកកន្លែងផ្សេងអញ្ចឹងណាបងប្អូនហើយបន្ទាប់មកនារីហ្នឹងក៏បានជិះម៉ូតូមកដល់កន្លែងស្ងាត់កន្លែងដែលគេបោះបង់ចោលអញ្ចឹងណាបងប្អូនបាទដល់ពេលជិះមកដល់កន្លែងស្ងាត់គឺចាប់ផ្ដើមលក្ខណៈថាគឺស្ងាត់ខ្លាំងមែនទែនដល់ពេលអញ្ចឹងតួឯករបស់យើងមើលមានស្ដាំមានអារម្មណ៍ថាគេទុកចោលយូរអញ្ចឹងណាបងប្អូនហើយក៏បានទេទៅអ្នកទិញអីវ៉ាន់ដល់ពេលហើយអ្នកទិញអីវ៉ាន់ហ្នឹងក៏ឃើញតួឯករបស់យើងអញ្ចឹងណាបងប្អូនហើយចាប់ផ្ដើមលួងលោមឲ្យតួឯករបស់យើងហ្នឹងគឺទៅយកលុយនៅលើផ្ទះអញ្ចឹងណាបងប្អូនព្រោះដោយសារគាត់បានយកលុយមកដល់ពេលហើយក៏រៀបចំអីវ៉ាន់ហ្នឹងទៅជាមួយគ្នាអញ្ចឹងទៅហើយតួឯករបស់យើងក៏មានអារម្មណ៍ថាសង្ស័យដែរប៉ុន្តែធ្វើម៉េចយើងទៅយកលុយគេទៅពេលដើរទៅឡើងទៅម្ដងកម្មមានអារម្មណ៍ថាភ័យមែនទែនលក្ខណៈថាគេទុកចោលឆ្ងាត់ដែរអញ្ចឹងអ្នកទិញហ្នឹងក៏បានឲ្យទៅយកលុយយកអីចឹងទៅហើយទៅពេលហើយតួឯករបស់យើងថាអត់ទៅទេចង់ទៅក្រោមវិញចាំយកលុយនៅក្រោមអញ្ចឹងណាបងប្អូនបាទហើយទៅពេលដើរមកក្រោមក៏មានតែចាំស្ទាក់អញ្ចឹងណាបងប្អូនទៅពេលហើយស្ទាក់បានជោគជ័យបាទបន្ទាប់ពីវគ្គ20ឥឡូវយើងមកនិយាយវគ្គ21ទាំងអស់គ្នាបាទមកនិយាយរឿងវគ្គវិញគឺរឿងនេះអាចនឹងមានវគ្គទី20ថា23 24ទេបងប្អូនបាទហើយមកថាវែងឆ្ងាយរហូតដល់មានកម្មវិធីរៀបការរៀបអីអាចនឹងដល់វគ្គ25អញ្ចឹងណាបងប្អូនបាទរឿងបន្តគឺលោកវិទ្យក៏បានមកតាន់បាទមកលក្ខណៈថាគាត់ទៅកន្លែងក៏គេកុហកថាយាយគាត់គ្រោះថ្នាក់ចរាចរណ៍អញ្ចឹងណាបងប្អូនបាទហើយលោកវិទ្យទៅដល់ហើយអត់ដឹងថាគេកុហកគ្រាន់តែគាត់ដឹងថាគេកុហកភ្លាមគាត់ក៏ដឹងថាមានគេគម្រោងចង់ធ្វើបាបតួឯករបស់យើងអញ្ចឹងណាបងប្អូនបាទហើយបន្ទាប់មកលោកវិទ្យក៏បានត្រឡប់មកវិញមករកតួឯករបស់យើងអញ្ចឹងណាបងប្អូនបាទហើយតាមពិតគឺរកអត់ឃើញទេគឺតួឯករបស់យើងគឺគេសេតនៅក្នុងផ្ទះអញ្ចឹងណាបងប្អូនបាទហើយតួស្រីរបស់យើងគឺលក្ខណៈថាអឺគេចាប់បានអញ្ចឹងទៅហើយទៅពេលគេទេមកលោកវិទ្យឲ្យ
វាលក្ខណៈចម្រិតយកលុយទៀតដាក់ជាអីចឹងណាបងប្អូនបាទគឺប្រូឆាយគឺលក្ខណៈថាគាត់ចង់បានលុយបានអីចឹងណាបងប្អូនលក្ខណៈថាចូលករណីចាប់ចម្រិតវិញចាំបងប្អូនចាំតាមដានដល់គ្នាថាខ្ញុំនិយាយត្រូវឬក៏អត់បាទអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់បាទជួបគ្នានៅវីដេអូក្រោយទៀត